រឿងកូនឆ្លុះនិងទន្សាយនៅក្នុងព្រៃភ្នំមួយមានសត្វតោកំណាចមួយក្បាលតែងតែបង្គាប់ឲ្យសត្វទាំងអស់ចូលមកប្រគល់ខ្លួនជាចំណីរៀងរាល់ថ្ងៃសត្វទាំងអស់មានការភ័យតក់ស្លុតជាពន់ពេកពិសេសឲ្យតែចិត្តដល់វេនរបស់ខ្លួនសាច់ញាតិគ្រួសារសត្វត្រូវព្រាត់ប្រាសគ្នាយ៉ាងខ្លោចផ្សាដោយមិនអាចធ្វើអ្វីកើតឡើយត្បិតសត្វតោនេះមានអំណាចបំផុតនៅក្នុងព្រៃនោះថ្ងៃមួយកូនឆ្លុះមានការបារម្ភក្រៃលែងចំពោះវាសនារបស់ខ្លួនស្អែកនេះជាវេនរបស់វាហើយវាទន់ដៃទន់ជើងណាស់ដោយដើរទៅដេកសំកុកនៅលើវាលស្មៅខៀវខ្ចីមួយជិតជើងភ្នំរំពេចនោះវាស្រាប់តែនឹកឃើញដល់មិត្តសម្លាញ់ម្នាក់គឺទន្សាយវាបានដើររកទន្សាយពេញមួយល្ងាចរហូតបានជួបលុះជួបហើយក៏រៀបរាប់ពីសេចក្តីទុក្ខសោកនៅក្នុងចិត្តកុំព្រួយបារម្ភអីសម្លាញ់ខ្ញុំអាចជួយឯងបានឲ្យតែសត្វតូចៗសាមគ្គីគ្នាដោយឆ្លៀសវៃគឺពិតជាអាចកម្ចាត់សត្វធំៗដែលកាចសាហាវបានសត្វទន្សាយបានពោលដូច្នេះរួចក៏រៀបចំឧបាយកលជាមួយកូនឆ្លុះលុះព្រឹកស្អែកស្ដេចតោក៏រង់ចាំនៅលើផ្ទាំងថ្មធំមួយជាអាសនៈរបស់ខ្លួនលោកកូនឆ្លុះមកយឺតពេលនឹងឃើញមានទន្សាយមកផងក៏ស្រែកសម្លុតយ៉ាងសន្ធប់ផ្អើលអស់ហ្វូងសត្វព្រៃទាំងឡាយសូមលោកម្ចាស់កុំអាលខឹងច្រឡោតអីមុននេះពួកយើងបានជួបនឹងសត្វចម្លែកដ៏ធំមួយក្បាលហើយព្យាយាមរត់គេចតាមព្រៃបន្លាយយ៉ាងវែងឆ្ងាយទម្រាំបានមកជួបនឹងលោកម្ចាស់នេះសូមលោកម្ចាស់អធ្យាស្រ័យផងចូលមានសត្វចម្លែកឯណាទៀតហើយហ៊ានមករំខាននៅក្នុងដែនដីយើងនេះស្ដេចតោនឹកឆ្ងល់ក៏សួរទៅទន្សាយវាមានមាឌធំជាងដំរី2ដងទៅទៀតសូមលោកម្ចាស់មកតាមខ្ញុំមកខ្ញុំនឹងនាំលោកម្ចាស់ទៅជួបសត្វចម្លែកនោះតែសូមលោកម្ចាស់ប្រយ័ត្នប្រយែងផងសត្វទន្សាយបញ្ជាក់ប្រាប់រួចក៏នាំសត្វតោចេញទៅឯងក៏មើលស្រាលអញឲ្យសោះអញមិនខ្លាចវាទេអញនឹងសម្លាប់វាអាសត្វចម្លែកនោះឲ្យឯងដឹងថ្វីដៃអញម្ដងលុះទៅដល់ពីមុខរូងភ្នំមួយទន្សាយបានចង្អុលទៅទីនោះតាមពិតសត្វទន្សាយបាននាំគ្នាគូសវាសនឹងឆ្លាក់មាត់រូងភ្នំនោះជារូបសត្វម្យ៉ាងមានចង្កូមសស្ញាយនិងមុខមាត់មើលទៅគួរឲ្យខ្លាចបំផុតចំណែកសត្វតោខឹងណាស់បានស្រែកប្រាប់ឲ្យទន្សាយចាក់ចេញទុកឲ្យខ្លួនជាអ្នកតតាំងតែម្នាក់ឯងរំពេចនោះសត្វតោហក់ទៅក៏ជាប់អន្ទាក់យ៉ាងមាំដែលទន្សាយលួចដាក់នៅក្រោមស្លឹកឈើត្រង់មាត់រូងភ្នំនោះឃើញដូច្នោះសត្វទន្សាយបានហួចសំឡេងហៅសត្វទាំងអស់ដែលកំពុងចាំពួនជុំវិញរូងភ្នំមកចឹកខាំនិងហែកខ្លួនប្រាណសត្វតោអប្រិយនោះរហូតដល់នៅសេចក្តីស្លាប់យ៉ាងវេទនាដោយកាលគ្រាដែលវាចាប់ហែកស៊ីសត្វដទៃយ៉ាងសាហាវដូច្នោះចាប់តាំងពីថ្ងៃនោះមកកូនឆ្លុះព្រមទាំងសត្វព្រៃដទៃទៀតក៏រស់នៅដោយសន្តិភាពរួចផុតពីការគ្រប់គ្រងដ៏កំណាចរបស់ស្ដេចតោចំណែកសត្វទន្សាយត្រូវបានគេលើកតម្កើងជាអ្នកប្រាជ្ញនៅក្នុងព្រៃនោះ